វិញស្របពេលដែលវត្ត តែខាងលើចាំបានពីនៅគេជាមួយនឹងពីទៅមួយទួនឆ្កទួនចាក់ទួនកាប់ជាមួយនឹង3 stake កំបាត់ប្រហារនេះមិនមានជាមួយនឹង3 stake ទេបាត់បង់ជាមួយនឹង shadow ទៅវិញក្នុងពេលដែលលេនខ្ញុំដល់ទៅជាមួយនឹងពីគេសាជាមិនដែរគ្នាជាមួយនឹងការទួនហត់ទៅចាក់ខវាយអត់ទៅទៅពីលេនដូចគ្នាទៅលើពីគេយ៉ាងមិនចេះតែខាងក្រោយគឺមានការយកបានជាមួយនឹងគេគ្នាមិនតែខាងក្រោយជាមួយនឹងការត្រាំមកជួយគ្នាពីពេលលេនគឺមានការចោលក្នុងរៀងលងខ្លួនតែកាន់ shadow តែ shadow ចាយជាមួយនឹង flick គេជាមួយនឹង skill បាត់បង់ shadow ទៅដែរតែ objective នៅតែ free ទៅកាន់ Tiro Legend 2 Tiro Lin បាទរូបភាពធ្វើដដែលបាទ2ដងជាមួយនឹង active ធ្វើថតទី1និងធ្វើថតទី2 shadow គឺគាត់តែងធ្វើការទៅរំខានហើយទួន skill ខុសដូចគ្នាបាទចឹងពេលព្រាមជាមួយនឹងការបោកវាយយកជាមួយនឹង objective លោតដល់បេតុងក៏វាជាមួយនឹងការចូលទៅក្នុងយីតាមដល់ជាមួយនឹងការ push តាមមួយប្រើប្រាំក្រោយលរយទៅព្រាក្តៅវេទមន្តក៏បានមកចេញនេះក៏បានមកដល់ដូចគ្នាប៉ុន្តែ shadow បាត់បង់ទៅមុនគេជាមួយនឹងការបន្តយកបោកទីមកដល់ដូចគ្នាជាមួយនឹងទី3បានទៅលើ MP ដែលបឡតក៏បានមកដល់ surprise ជាមួយនឹងការវាយទាតែជាមួយនឹងត្រីឆ្លាមយកជាមួយនឹង plot មួយសិនដូចគ្នាសមាជិករបស់ក្រុម Tiro Legend មិនមានអ្វីនៅក្នុងការតដៃនៅក្នុង team fight មួយនេះទេ Go Super Minion នៅតែបន្តបោកមកដូចគ្នាឯគេយ៉ាងមិនចេះជាមួយនឹងការកោតវិកលគ្មានដើម្បីនេះគ្នាជាមួយនឹងការតទៅទួនដើម្បីតាំងដល់ពីវត្តមានរបស់បងស៊ីយ៉ាងណាវិញជាមួយនឹងការត្រាំមកបាក់ដល់ទៅជាមួយនឹងការអូលីនអត់មែនចូលពលរបស់ពិសាដល់តែសាដល់បាត់ជាមួយនឹងកាដាសាជាទៅដែរវិគីជាមួយនឹងអំពីក្រោយទៅបន្តជាមួយនឹងឯគេដូចគ្នា Minion ខាងក្រោមច្រាប់ចេញជាមួយថាគាត់នឹង counter បានដែរទេ Lord មួយនេះនឹងតែជាងណាមានការដំពងយកទៅលើ Lin ទាត់មកជើងដាក់ជាមួយនឹង Lord យកជាមួយនឹង Lin បានដូចគ្នាបានដែរក្រោយទៅមកបាត់ចេញនេះមិនគ្រប់គ្រាន់មានតែ slow វិគីចាំ record ទៅទៀតដូចគ្នាបានដែរក្នុងពេលវិគីយកទៅលើពីនេះសូឡូគេជាមួយនឹងការ flip ទៅវិគីគ្មានទី3គ្រប់គ្រាន់ទេ All in Midland we see you soon យ៉ាងណាវិញ double kill តែកាន់ Soul នេះគេមកឱកាស triple kill នៅការឡើងទៅជាមួយនឹង Lord ក៏បានមកដល់ Minion ក៏បានមកដល់ដូចគ្នាបានដែរជាមួយនឹង Lord ជាមួយនឹងការបោកចូល